សួស្តីអ្នកទាំងអស់គ្នាយើងមកទស្សនារឿងយើងទៀតហើយមុនចូលកុំភ្លេចជួយ Subscribe and Like ក្រោមដីលោតទៅរកទីតាំងរបស់ Zoe ដូចជារលកធ្វើវាទៅខ្ញុំស្រែកដោយសំឡេងទាប Chloe បានលែងកូននាគភ្លើងពណ៌មាសក្រហមបានហិតអណ្ដាតភ្លើងនាគមួយមាត់ពេញរួចវាយប្រហារមហាក្សត្រីពីងពីងផ្កាភ្លើងបានផ្ទុះឡើងដោយមិនបន្សល់ទុកស្លាកស្នាមឆេះនៅលើសម្បករបស់វាឡើយភាពធន់និងវេទមន្តរបស់នាងគឺខ្ពស់គួរឲ្យខ្លាចមហាក្សត្រីពីងពីងបានខឹងសម្បាយ៉ាងខ្លាំងសម្លឹងមើលទៅឆ្លោនៅលើច្រាំងថ្មចោតនាងបានបើកមាត់ហើយខ្ជាក់សំណាញ់ពីងពីងក្រាស់មួយចេញរួចវាយប្រហារឆ្លោទៅលើដីសំណាញ់បានប៉ះនឹងមុខច្រាំងថ្មចោតធ្វើឲ្យរណ្ដៅធំមួយជ្រេះភ្លាមលូណាដែលមានជាតិពុលខ្លាំងបានប្រែក្លាយជាស្រមោលខ្មៅហើយលួចចូលទៅក្នុងកន្លែងងឹតនៃពោះរបស់មហាក្សត្រីពីងពីងដោយចាក់ដោយអស់សង្ឃឹមនឹងដាវទាំងពីរដែកបានប៉ះគ្នាយ៉ាងខ្លាំងវាគ្រាន់តែបន្សល់ទុកស្លាកស្នាមពណ៌សប៉ុណ្ណោះកម្លាំងលោតដ៏ខ្លាំងក្លាបានធ្វើឲ្យលូណាហោះភ្លាមដោយស្អិតនាងយ៉ាងរឹងមាំទៅនឹងសំណាញ់ពីងពីងមហាក្សត្រីពីងពីងបានលើកអវយវៈមុតស្រួចរបស់នាងឡើងហើយចាក់ចុះយ៉ាងសាហាវស្លាប់ហើយពិន្ទុរដ្ឋធម្មនុញ្ញចំនួន27របស់ខ្ញុំបានផ្ទុះឡើងទាំងស្រុងខ្ញុំបានបាញ់ចេញពីច្រាំងថ្មចោតដោយគ្រាប់កាំភ្លើងធំនៅលើអាកាសខ្ញុំបានធ្វើឲ្យសកម្មដោយផ្ទាល់នៅការរួមបញ្ចូលគ្នានៃរាត្រីនាគដាវវែងដែលចម្រាញ់បង្ហាញដោយពន្លឺពណ៌ខៀវភ្លឺចែងចាំងការខូចខាត3ដងកាត់ដោយកម្លាំងជំនាញយល់ដឹងពីភាពទន់ខ្សោយបានចាក់សជាប់នឹងចំណុចភ្ជាប់រវាងរាងកាយមនុស្សនិងរាងកាយពីងពីងរបស់នាងបាក់សម្រាប់ខ្ញុំដាវវែងនោះបានកាប់យ៉ាងសាហាវដោយសន្ទុះដែលអាចហែកអ្វីបានប្រេះអវយវៈដែលរារាំងផ្លូវបានបែកខ្ទេចខ្ទីបន្តិចម្ដងដាវបានចាក់ចូលទៅក្នុងរន្ធដ៏សាហាវរបស់នាងដោយគ្មានអ្វីរារាំងហើយទម្លុះត្រង់ទៅក្នុងឈាមពណ៌បៃតងខ្មៅបានផ្ទុះឡើងដូចប្រភពទឹកមហាក្សត្រីពីងពីងបានស្រែកហើយរមួលខ្លួនយ៉ាងឆ្កួតខ្ញុំបានចុះមកលើជង្គង់ម្ខាងក្តាប់ដាវយ៉ាងណែនធ្វើឲ្យរាងកាយរបស់ទីតានសកម្មទៅជាថាមពលគ្មានដែនកំណត់ដែលបានចាក់ត្រឡប់មកក្នុងខ្លួនរបស់ខ្ញុំវិញតាមដាវវិញ្ញាណ30ជាអចិន្ត្រៃយ៍ទទួលបានជំនាញរឿងព្រេងនិទានមួយសម្រាប់ទម្រង់ពីងពីងដោយឥតគិតថ្លៃប៊ូមរាងកាយដ៏ធំសម្បើមរបស់មហាក្សត្រីពីងពីងបានធ្លាក់មកដីទាំងស្រុងការប្រកាសជាសកលបានផ្ទុះឡើងយ៉ាងខ្លាំងការសម្លាប់ចៅវាយដ៏ល្បីល្បាញលើកដំបូងរង្វាន់ជាហឹបកំណប់ដ៏អស្ចារ្យមួយសមាជិកទាំងអស់បានប្រើដាវឋានៈហើយភាពធន់របស់កប៉ាល់ក៏កើនឡើងទ្វេដងប៉ុស្តិ៍ពិភពលោកបានផ្ទុះឡើងភ្លាមឆាតបានលុតជង្គង់អង្វរសុំធ្វើជាអ្នកបម្រើហើយមនុស្សមួយក្រុមបានស្រែកហៅឲ្យមករត់ចោលខ្ញុំខ្ជិលមើលពេកខ្ញុំបានរើសយកប្លង់ Power Core កម្រិត2ដ៏អស្ចារ្យពីដីដើម្បីបង្កើនល្បឿនទ្វេដងយើងត្រូវតែប្រមូល Storm Core ចំនួន5ត្រឡប់ទៅជំរុំវិញខ្ញុំបានទាញយកហេបកំណប់ដ៏អស្ចារ្យនោះចេញមកដែលបញ្ចេញពន្លឺពណ៌ស្វាយលីលីដល់វេនអ្នកហើយលីលីឡើងក្រហមហើយដកដង្ហើមវែងថ្មរូនបានធ្លាក់ចុះពន្លឺពណ៌មាសផ្លឹបផ្លែតជាសំណាងធំមួយខ្ញុំបានបើកទ្រូងនោះក្នុងពេលតែមួយបេះដូងពណ៌ខៀវដ៏គួរឲ្យខ្លាចមួយបានលេចចេញមកបេះដូងនៃទីតានសម្ភារៈប្រើប្រាស់ដ៏អស្ចារ្យអាចធ្វើឲ្យកប៉ាល់រំលងកម្រិតដោយផ្ទាល់ខ្ញុំសម្លឹងមើលក្មេងស្រីទាំង95នាក់ដែលរំភើបយ៉ាងខ្លាំងការសម្លឹងរបស់ខ្ញុំបានផ្ដោតទៅលើលីលីដែលកំពុងរត់ម្រាមដៃរបស់នាងដោយភ័យខ្ញុំបានដើរទៅជិតហើយលូកដៃលើកចង្ការបស់នាងភ្នែករបស់នាងពោពេញដោយពណ៌ផ្កាពេះលីលីចាំរង្វាន់ធំជាងដែលខ្ញុំបានលើកឡើងទេកន្លែងទាំងមូលស្ងាត់ឈឹងប្រលឹងក្មេងស្រីដែលនិយាយដើមគ្នាទាំងអស់ឆេះយ៉ាងភ្លឺស្វាងខ្ញុំសម្លឹងមើលទៅក្នុងភ្នែករបស់នាងដោយបញ្ចេញសំឡេងគ្រប់ពាក្យលីលីធ្វើជាប្រពន្ធរបស់ខ្ញុំទៅក្លាយជាស្រីកំណានទី2នៃកប៉ាល់នេះទឹកភ្នែកហូរចេញពីភ្នែករបស់លីលីដោយលាក់បាំងស្នេហាលួចលាក់អស់រយៈពេល3ឆ្នាំទីបំផុតនាងទទួលបានអ្វីដែលនាងប្រាថ្នានាងយំសោកសៅយ៉ាងខ្លាំងរួចស្រែកថាខ្ញុំយល់ព្រមរួចក៏ស្ទុះមកខ្ញុំបានអន់ក្បាលចុះហើយថើបទឹកភ្នែករបស់នាងអារម្មណ៍រីករាយយ៉ាងខ្លាំងបានហូរចូលទៅក្នុងខួរក្បាលរបស់នាងក្មេងស្រីល្ងងម្នាក់នេះបានបង្វើភ្នែករបស់នាងមកវិញហើយដួលសន្លប់យ៉ាងស្រទន់នៅនឹងកន្លែងខ្ញុំបានដឹកនាងត្រឡប់ទៅគ្រែក្នុងកាប៊ីនរបស់ប្រធានក្រុមវិញការស៊ូទ្រាំផ្លូវចិត្តនេះនៅតែត្រូវការការហ្វឹកហាត់នៅថ្ងៃបន្ទាប់លីលីភ្ញាក់ពីដំណេកទាំងមុខក្រហមខ្ញុំបានប្រមូលផ្ដុំមនុស្សគ្រប់គ្នានៅលើនាវាដោយយកបេះដូងរបស់ Titan ចេញខ្ញុំបានរុញវាចូលទៅក្នុងចង្អូរនៃកៅអីបើកបររបស់ប្រធានក្រុមប៊ូមពន្លឺពណ៌ខៀវដ៏គួរឲ្យខ្លាចបានគ្រប់ដណ្ដប់លើកប៉ាល់ទាំងមូលភ្លាមរៀនហើរបានរីកធំយ៉ាងខ្លាំងហើយបន្ទះឈើនិងដែកបានបញ្ចេញសំឡេងផ្ទុះនៃការរៀបចំរចនាសម្ព័ន្ធគ្រោងឆ្អឹងឡើងវិញ1នាទីក្រោយមកពន្លឺបានរសាត់បាត់ទៅអគារដែក3ជាន់មួយឈ្មោះថា Leviathanបណ្ដោយ100ម៉ែត្រនិងតឹង30ម៉ែត្រកប៉ាល់មួយបានអន្តែតលើសមុតភ្លាមកប៉ាល់ទេសចរកម្រិត6បំពាក់ដោយឃ្លាំងអាវុធបន្ទប់សម្រាប់ព្យាបាលជំងឺនិងសួនច្បារអេកូឡូស៊ី
អេលេណាបានគ្រវីដៃដ៏ស្រស់ស្អាតរបស់នាងបាត់សមុទ្របានពុះកញ្ជ្រោលភ្លាមក្តាមយៈរាប់រយក្បាលនិងបង្កងដូចខ្មោចកំពុងធុញទ្រាន់នឹងទូកប៉ាល់ចោលសមុទ្រយ៉ាងខ្លាំងសំឡេងប្រេះសមុទ្របានបន្តឥតឈប់ឈរទឹកសមុទ្របានហូរចូលហើយកប៉ាល់ចោលសមុទ្របានផ្អៀងនឹងលិចក្នុងល្បឿនដែលអាចមើលឃើញពួកចោលសមុទ្រភ័យស្លន់ស្លោយ៉ាងខ្លាំងវិកតបានខឹងយ៉ាងខ្លាំងបានទម្លាក់ទំពក់ចាប់កប៉ាល់ហើយលួចកប៉ាល់របស់ពួកគេចោលសមុទ្រជាង10នាក់បានឡើងខ្សែពួរឡើងលើនាវាលេវីយ៉ាថានអ្វីដែលបានស្វាគមន៍ពួកគេគឺការសម្លាប់រង្គាលមួយចំហៀងនិងការវាយប្រហារដោយមនុស្សមួយវិមាត្រពេលចោលសមុទ្រទី1បង្ហាញក្បាលភ្លាមខែពំដែកដ៏ចម្រាញ់នៅក្នុងដៃរបស់សូបានធ្លាក់មកលើក្បាលរបស់គាត់ប៉ាំងមុខរបស់គាត់ត្រូវបានគេវាយឲ្យរាបស្មើហើយគាត់ត្រូវបានគេបោះចូលទៅក្នុងសមុទ្រដើម្បីឲ្យត្រីស៊ីលូណាបានប្រែក្លាយទៅជាស្រមោលខ្មៅដោយកាត់ករបស់មនុស្សទី2ដោយកាំបិតមួយក្លូអ៊ីនិងសូហ្វីបានដឹកនាំក្រុមកាំភ្លើងខ្លីបាញ់ធ្នូនៅពីក្រោយពួកគេដោយបាញ់ប្រហារយ៉ាងឃោរឃៅដោយមិនខកខានសូម្បីតែមួយគ្រាប់ពួកចោលសមុទ្របានធ្លាក់ចូលទៅក្នុងសមុទ្រដូចជានំប៉ាវដែលត្រូវបានទម្លាក់ចូលទៅក្នុងឆ្នាំងសម្រាមអ្នកទាំងអស់គ្នាចេញពីផ្លូវទៅវិកតបានឈួតទាំងស្រុងធ្វើឲ្យទេពកោសល្យដ៏ឈួតលីលារបស់គាត់សកម្មសាច់ដុំរបស់គាត់ហើមឡើងជើងរបស់គាត់ទាត់យ៉ាងខ្លាំងទៅលើនាវាហើយគាត់បានបាញ់ចម្ងាយ10ម៉ែត្រដូចជាគ្រាប់កាំភ្លើងធំលោតត្រង់មកមុខខ្ញុំចាប់មេខ្លោងដើម្បីចាប់ចោលប្លន់អ្នកលោតខ្ពស់ណាស់ខ្ញុំបានលើកដាវវែងដែកចម្រាញ់ដោយដែនខាងសំឡេងក្រហមជាសំឡេងផ្ទុះចំណាត់ថ្នាក់កម្ពុជាទាំង3ទទួលបានរង្វាន់ជាប្រអប់កំណប់ភ្នែកខ្ញុំភ្លឺភ្លាមមាននរណាម្នាក់កំពុងផ្ញើខ្នើយមកខ្ញុំនៅពេលដែលខ្ញុំចង់គេងកណ្ដាប់ដៃរបស់គាត់ដែលធំដូចឆ្នាំងដេអេតបានបុកចំដាវដាវផ្ទុះសំឡេងឆ្អឹងបាក់និងសរសៃពួរដាច់វិកតបានស្រែកយំសោកសៅដៃរបស់គាត់រមួលនិងខូចទ្រង់ទ្រាយនៅនឹងកន្លែងឆ្អឹងពណ៌ស្បានទម្លុះស្បែកខ្ញុំបានក្រវិកដៃរបស់ខ្ញុំហើយកែមដាវទឹកកកត្រូវបានសង្កត់ដោយផ្ទាល់ទៅនឹងករបស់គាត់ការប្រយុទ្ធបានបញ្ចប់ដោយគ្មានការសង្ស័យអ្វីទាំងអស់ចោលសមុទ្រដែលនៅសល់ទាំងអស់បានលោតចូលទៅក្នុងសមុទ្រហើយត្រូវបានហែកជាបំណែកដោយកងពលសម្បកនៅលើបាតសមុទ្រវិកតបានលុតជង្គង់នៅលើនាវាញ័រដូចសំណាញ់ការគ្រប់គ្រងនៃទីបញ្ចុះសពណ៌ក្រហមសម្រាប់ប្រធានក្រុមទម្លាក់ស្នូព្យុះខ្ញុំសម្លឹងមើលគាត់បានក្អកចេញដោយអស់សង្ឃឹមហើយអង្វរសុំសេចក្តីមេត្តាករុណាខ្ញុំបានសើចចំអកលើកដៃឡើងហើយដាវក៏ធ្លាក់មកក្បាលធំមួយបានហោះឡើងលើមេឃសម្រាប់វិកចូលហើយទទួលបានស្ទមខូលមួយដែលគ្រាន់តែជាស្រះចិញ្ចឹមត្រីសម្រាប់អ្នកលេងលំដាប់ខ្ពស់ចាប់ពីថ្ងៃនេះទៅខ្ញុំគឺជាសត្វមុំសាសីកំពូលនៅក្នុងតំបន់សមុទ្របន្ទាប់ពីសម្អាតសម្រភូមិរួចនៅពេលយប់ក្លូអ៊ីអង្គុយតែម្នាក់ឯងនៅជ្រុងខាងដោយទឹកមុខស្រពោនដោយខឹងដែលខ្ញុំមិនបានឲ្យនាងធ្វើចលនានៅពេលថ្ងៃឱកាសដើម្បីប្រមូលស្នូបានមកដល់ហើយខ្ញុំបានចាក់ចេញពីខ្ងើហើយប្រញាប់ចេញពីកាប៊ីនរបស់ប្រធានក្រុមមនុស្សគ្រប់គ្នាបានប្រមូលផ្ដុំគ្នានៅលើនាវា5នាទីក្រោយមកក្មេងស្រីទាំង95នាក់បានក្រោកឈរឡើងដោយប្រដាប់អាវុធពេញលេញពេលក្រឡេកមើលចំណុចពន្លឺដែលលាតត្រដាងយ៉ាងក្រាស់ក្រែលនៅលើផែនទីក្មេងស្រីខ្មាស់អៀនទាំងនោះមានអារម្មណ៍ភ័យស្លន់ស្លោបន្តិចសួស្ដីលេវីយ៉ាថានគឺជាគោលដៅដ៏លេចធ្លោបំផុតនៅក្នុងតំបន់សមុទ្រតើយើងអាចលាក់ខ្លួនបានទេខ្ញុំបានដកដាវវែងរបស់ខ្ញុំចេញដោយចង្អុលវាទៅកាន់ព្រះច័ន្ទពេញវងពណ៌ឈាមនៅលើមេឃពេលយប់នេះគឺជាវគ្គសុខុមាលភាពដែលផ្ដល់ឲ្យយើងនៅស្នូលអ្នករាល់គ្នាត្រៀមខ្លួនសម្រាប់សមរភូមិអេលេណាបានរៀបចំផ្លូវយ៉ាងរហ័សដោយចាប់ជាមធាត់ឯកដែលនៅជិតបំផុតកប៉ាល់ Leviathan បានលើកក្តោងយក្សរបស់វាហើយដូចជាកប៉ាល់យក្សមួយនៅសមុទ្រជ្រៅបានហោះត្រង់ទៅរកគោលដៅកន្លះម៉ោងក្រោយមកក្បួនកម្រិតទី4បានលេចមុខឡើងមនុស្សនៅលើនោះមានការភ័យខ្លាចយ៉ាងខ្លាំងដោយព្យាយាមរត់គេចខ្លួនអស់សង្ឃឹមខ្ញុំក្រហមធ្នូដៃដែលចម្រាញ់ជិត100ដើមបានបាញ់ក្នុងពេលដំណើរគ្នាភ្លៀងព្រួញដ៏ក្រាស់បានធ្លាក់ចុះមកគ្រប់ដណ្ដប់លើមេឃនិងផែនដីសំឡេងស្រែកបានបន្លឺឡើងពេញមេឃពេលយប់មនុស្សនៅលើក្បូនត្រូវបានបាញ់ភ្លាមចូលទៅក្នុងហ្វូងសត្វ Hedgehog ហើយបានសម្លាប់ប្រធានក្រុមឆ្កែព្រៃទទួលបានព្យុះកំណាចមួយអារម្មណ៍រំភើបនៃការកាត់ស្មៅអស្ចារ្យណាស់ខ្ញុំឈរនៅក្បាលកប៉ាល់បែរមុខទៅរកខ្យល់សមុទ្របក់បោកសម្លឹងមើលចំណុចពន្លឺដែលលោតឥតឈប់ឈរនៅលើបន្ទះបូមាត់របស់ខ្ញុំរួញទៅជាស្នាមញឹមដ៏ស្រេកឃ្លានឈាមបន្តស្វែងរកគោលដៅបន្ទាប់ទៅសូមស្វាគមន៍មកកាន់ស្រះត្រីរបស់ខ្ញុំម្រាមដៃស្ដាងរបស់អេលេណាបានប៉ះស្រាលលើផែនទីនិមិត្តស៊ីឡាគោលដៅបន្ទាប់គឺនៅឆ្ងាយ15ម៉ាយល៍សមុទ្រក្បួនកម្រិតទី4ដែលផ្ទុកមនុស្សប្រហែល20នាក់លបឿនពេញនៅខាងមុខក្តោងកប៉ាល់ Leviathan ពេញហើយលបឿនរបស់វាក៏ហក់ឡើងខ្ពស់ដែរនៅលើនាវាក្មេងស្រីទាំង99នាក់បានជួបប្រទះនឹងសមរភូមិដ៏តានតឹងពីមុនហើយបានបាត់បង់អារម្មណ៍តានតឹងរបស់ពួកគេជាយូរមកហើយសូអ៊ីដែលកាន់ខែប៉ម Spartan របស់នាងដែលខ្ពស់ជាងនាងកំពុងធ្វើកាយវិការនិងជែកជាមួយលូណាកន្លះម៉ោងក្រោយមកសូហ្វីនៅក្នុងប៉មសង្កេតការបានស្រែក
ប្រធានក្រុមខ្ញុំឃើញគោលដៅហើយពួកគេហាក់ដូចជាកំពុងជួបនឹងកប៉ាល់មួយផ្សេងទៀតខ្ញុំបានលើកកែវយិត្តរបស់ខ្ញុំឡើងនៅលើផ្ទៃសមុទ្រឆ្ងាយក្បូនពីរត្រូវបានទាញឡើងក្បែរគ្នាជាក់ស្ដែងពួកស្ត្រូវបានឃើញលេវីយ៉ាថានដែលកំពុងខិតជិតមកដល់យ៉ាងលឿននៅលើផែនទីហើយកំពុងអបគ្នាដើម្បីភាពកក់ក្ដៅដោយសារការភ័យខ្លាចដកថយហេតុអ្វីត្រូវដកថយខ្ញុំបានដកដាវវែងរបស់ខ្ញុំចេញហើយងាកទៅមើលអេលេណាសាស្ត្រាចារ្យតើកំពូលរបស់លោកឃ្លានទេអេលេណាអាន់ឌ្រូស្តូឌៀនស្ដានលីងកក្បាលដល់ញឹមខ្ញុំងាកទៅរកក្រុមទាំងមូលហើយបញ្ជាឲ្យអ្នករាល់គ្នាត្រៀមខ្លួនសម្រាប់សមរភូមិថ្ងៃនេះចូលឲ្យពួកគេមើលថាវាមានន័យយ៉ាងណាក្នុងការមិនទុកស្មើឲ្យនៅរស់នៅពេលដែលកប៉ាល់លេវីយ៉ាថានឆ្លងកាត់នៅលើត្រីឆ្លាមខ្មៅខាងទៀតជើងរបស់ប្រធានក្រុមប្លេកញ័រដោយសារការភ័យខ្លាចយ៉ាងណាក៏ដោយគាត់នៅតែបង្ហាញទឹកមុខក្លាហាននិងក្រហមតើមានអ្វីដែលត្រូវខ្លាចយើងមានមនុស្សជាង30នាក់ចូលរៀបចំទំពួកនេសាទនៅពេលដែលពួកគេមកជិតយើងស្ទុះមកជាមួយគ្នាពេលដែលពាក្យសម្ដីរបស់គាត់បន្លឺឡើងស៊ឺសំឡេងស្រែកនៃសេចក្តីស្លាប់បានបន្លឺឡើងពេញមេឃធ្នូដៃដែលចម្រាញ់ចំនួន99ដើមបានបាញ់ចេញក្នុងពេលតែមួយហើយព្រួញជាច្រើនបានធ្លាក់ចុះមកលើមេឃភ្លាមដួលទៅភ្លេចបានស្រែកវាយឺតពេលទៅហើយគ្មានកន្លែងណាដើម្បីលាក់ខ្លួននៅលើក្បូនតូចចង្អៀតនោះទេសំឡេងគ្រាប់ធ្នូកំពុងចូលមក